ត្រាំអញ្ជើញកម្ពុជាចូលសមាជិកបពក្រុមប្រឹក្សាសន្តិភាពក៏ក្រៅពិភពលោកតែម្ដងលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកបានផ្ញើលិខិតអញ្ជើញសម្ដេចហ៊ុនដឹកនាយករដ្ឋមន្ត្រីកម្ពុជាឲ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពថ្មីក្រុមប្រឹក្សានេះលោកត្រាំទេបង្កើតឡើងដើម្បីជំនួសអង្គការសហប្រជាជាតិ UN ក្នុងការដោះស្រាយជម្លោះបញ្ហានានាលើសកលលោកនេះជាមោទនភាពពិតប្រាកដសម្រាប់កម្ពុជាដែលត្រូវបានអញ្ជើញជាសមាជិកគេហៅវាថាបពសឬបព NITFASA ទាំងអស់គ្នាប៉ុន្តែកម្ពុជាគួរចូលរួមឬមិនចូលចាំមើលសិនពិចារណាសិនប្រិយមិត្តទាំងអស់គ្នាដែលកំពុងស្ដាប់ទាំងក្នុងស្រុកនិងក្រៅស្រុករួមទាំងសហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីឬទីណាក៏ដោយពុកម៉ែបងប្អូនខ្មែរជម្រាបសួរពីចម្ងាយនៅកម្ពុជាសុខសប្បាយទេតើកម្ពុជាគួរចូលឬមិនចូលនេះជាប្រធានបទដែលខ្ញុំនឹងជម្រាបជូនទៅប្រិយមិត្តទាំងអស់គ្នាខ្ញុំនឹងពន្យល់ថាប្រទេសណាខ្លះបានបដិសេធហេតុអ្វីប្រទេសនានាស្តាក់ស្ទើរក្នុងការចូលរួមជាផ្នែកមួយនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកថ្មីនេះតើវាជាការជំនួស UN ពិតមែនទេបើប្រិយមិត្តឆ្ងល់ទៅស្ដាប់ជាមួយខ្ញុំសូមអានលិខិតរបស់ប្រធានាធិបតីត្រាំសិនលោកត្រាំកំពុងក្រឡុកពិភពលោកប្រិយមិត្តជាទីមេត្រីនេះជាដំណឹងនៅថ្ងៃទី22មករា2026ម៉ោង 12:32 នាទីយប់ខ្ញុំអត់ទាន់សម្រាកទេប្រិយមិត្តឲ្យខ្ញុំធ្វើវីដេអូចែករំលែកទៅប្រិយមិត្តទាំងអស់គ្នាសិនចាំធ្វើហើយចាំគេងអានេះខ្ញុំធ្វើទុកព្រឹកព្រលឹមម៉ោង6ព្រឹកប្រិយមិត្តបើកទៅឃើញហើយខ្ញុំដាក់ម៉ោង6សម្រាប់អ្នកនៅសហរដ្ឋអាមេរិកម៉ោងប៉ុន្មានម៉ោង6ព្រឹកនៅកម្ពុជាគឺម៉ោងប៉ុន្មាននៅទីនោះជួយជម្រាបប្រាប់ផងដោយសារបងប្អូននៅក្រៅស្រុកមើលវីដេអូខ្លីរបស់ខ្ញុំច្រើនណាស់ព្យាយាមធ្វើចែករំលែកទៅបងប្អូនទាំងអស់គ្នាតោះទៅស្ដាប់ព័ត៌មានលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ញើលិខិតជាផ្លូវការមួយច្បាប់ជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាគោលបំណងគឺអញ្ជើញកម្ពុជាចូលរួមជាសមាជិកស្ថាបនិកនៃអង្គការអន្តរជាតិថ្មីមួយឈ្មោះក្រុមប្រឹក្សាសន្តិភាពឬ The Peace ពាក្យកាត់ថាបផសវាដើម្បីរួមគ្នាដោះស្រាយវិបត្តិសកលនិងពង្រឹងសន្តិភាពនៅក្នុងតំបន់មជ្ឈមបូព៌ាចង់សម្ដែងលើការសារនឹងប្រិយមិត្តខ្ទេចខ្ទីអស់ហើយអាគារហេដ្ឋារចនាសម្ព័ន្ធនានាលិខិតចុះថ្ងៃទី16មករា2026តាមពិតលិខិតនឹងការអញ្ជើញពីប្រធានាធិបតីត្រាំទៅកម្ពុជាតាំងពីថ្ងៃទី16មករាមិកកំលេះខ្ញុំស្មានតែគេមិនអញ្ជើញកម្ពុជាទេគិតថាអញ្ជើញតែវៀតណាមថៃឡាវឬសិង្ហបុរីតាមពិតកម្ពុជាក៏ត្រូវបានអញ្ជើញដែរប៉ុន្តែលិខិតទើបបញ្ចេញនៅយប់ថ្ងៃទី21យើងមិនដឹងទេគ្រាន់តែដឹងថាលិខិតចូលថ្ងៃទី16មករាលោកត្រាំបានគូបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសម្រេចសន្តិភាពយូរអង្វែងសហនេះអញ្ចឹងទេយើងគួរចូលឬមិនគួរចូលខាងក្រោមនេះជាចំណុចសំខាន់ក្នុងលិខិតផ្លូវការនោះទី1បន្តជំរុញផែនការសន្តិភាពសកលនៅក្នុងលិខិតប្រធានាធិបតីអាមេរិកបានរំលឹកពីផែនការគ្រប់ជ្រុងជ្រោយដើម្បីបញ្ចប់ជម្លោះនៅតំបន់កាហ្សាដែលលោកបានប្រកាសកាលពីថ្ងៃទី29កញ្ញា2025ផែនការនេះត្រូវបានមេដឹកនាំជុំវិញពិភពលោករួមទាំងបណ្ដាប្រទេសអារ៉ាប់អ៊ីស្រាអែលនិងអឺរ៉ុបគាំទ្រយ៉ាងទូលាយទូលាយបន្ថែមពីនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានអនុម័តសេចក្តីសម្រេចកាលពីថ្ងៃទី17វិច្ឆិកា2025ដើម្បីគាំទ្រចក្ខុវិស័យសន្តិភាពនេះមានន័យថា UN គាំទ្រផងដែរទី2ការបង្កើតក្រុមប្រឹក្សាសន្តិភាពជាយន្តការថ្មីលោកត្រាំបានបញ្ជាក់ថាពេលនេះជាពេលវេលាដែលត្រូវប្រាយចក្ខុវិស័យទៅជាការអនុវត្តជាក់ស្ដែងតាមរយៈក្រុមប្រឹក្សាសន្តិភាពអង្គការថ្មីនេះនឹងដើរតួជារាជរដ្ឋាភិបាលគ្រប់គ្រងអន្តរជាតិដែលប្រមូលផ្ដុំដោយបណ្ដាប្រទេសមានឥទ្ធិពលនិងមេដឹកនាំដែលទទួលបានការគោរពដើម្បីរួមស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះជម្លោះជុំវិញពិភពលោកគេហៅថារបបថ្មីសណ្ដាប់ធ្នាប់ពិភពលោកថ្មីប៉ុន្តែចាំមើលសិនទី3តួនាទីរបស់កម្ពុជាជាសមាជិកស្ថាបនិកក្នុងនាមជាប្រធានក្រុមប្រឹក្សានេះលោកត្រាំបានផ្ដល់កិត្តិយសនិងអញ្ជើញកម្ពុជាឲ្យចូលរួមជាសមាជិកស្ថាបនិក Founding Member State នេះជាសញ្ញាវិជ្ជមាន
ដែលបង្ហាញពីការទទួលស្គាល់ទូនីតិរបស់កម្ពុជាលើឆាកអន្តរជាតិក្នុងការចូលរួមកសាងសន្តិភាពនិងស្ថិរភាពសម្រាប់មនុស្សទាំងអស់ទី4ការឈានទៅផ្ដោតសច្ចនាកិច្ចនៅបញ្ចប់លិខិតលោកប្រធានាធិបតីបានបញ្ជូនផែនការគ្រប់ជ្រុងជ្រោយនិងធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពមកជាមួយដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យចុះហត្ថលេខានិងផ្ដោតសច្ចនាមានន័យថាត្រូវសម្រេចចូលឬមិនចូលលោកក៏បានសម្ដែងសេចក្តីសង្ឃឹមយ៉ាងមុតមមក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេចដើម្បីសម្រេចគោលដៅសន្តិភាពនិងភាពអស្ចារ្យសម្រាប់ទាំងអស់គ្នាលិខិតនេះត្រូវបានមើលឃើញថាជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌនៃកិច្ចការសន្តិសុខនិងសន្តិភាពសកលប្រិយមិត្តជាទីមេត្រីយល់យ៉ាងណាបន្ទាប់ពីស្ដាប់សង្ខេបឬការពន្យល់ពីលិខិតនោះវាជាការអញ្ជើញកម្ពុជាឲ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពសកលថ្មីក្រោមការប្រឹក្សារបស់ប្រធានាធិបតីត្រាំប៉ុន្តែបើជាសមាជិកអចិន្ត្រៃយ៍មានតម្លៃទឹកប្រាក់ប្រមាណជា$1000 លានប្រិមិត្តបើចូលជាសមាជិកអចិន្ត្រៃយ៍កម្ពុជាមានលុយដែរឬទេខ្ញុំមិនច្បាស់ទេប៉ុន្តែបើសម្រាប់ការពារសន្តិភាពនិងសន្តិសុខកម្ពុជាពីការរំលោភបំពានពីខាងកើតក៏ដោយខាងលិចក៏ដោយខ្ញុំគាំទ្រ 100% ឲ្យកម្ពុជាចូលធ្វើម៉េចឲ្យតែការពារអធិបតេយ្យភាពបូរណភាពទឹកដីកុំឲ្យគេរំលោភបំពានបើក្រុមប្រឹក្សាសន្តិភាពនេះបន្តពីដោះស្រាយរឿងកាសាអាចជួយកម្ពុជាបានចូលទៅខ្ញុំក៏ចូលរួមដែរ$1 $2 $5 $10 $12 $12 នៅណាចូលទៅដើម្បីការពារក្តីកម្ពុជាប្រាសាទនានាបើខ្ញុំនិយាយទេបើគុំវង្វេងកញ្ចក់ទេប៉ុន្តែខ្ញុំមិនទាន់ច្បាស់ថាស្អីគេនោះដែរនឹងជម្រាបបន្ថែមអំពីក្រុមប្រឹក្សាសន្តិភាពដកស្រង់ពីកាសែតសារព័ត៌មានប្រុសយក្សពាក់ព័ន្ធទៅនឹងរឿងនេះប្រិយមិត្តណាស្ដាប់ទាំងអស់គ្នាអំពីបទឬការបន្លាក់ថាអានឹងអីគេមានប្រទេសណាខ្លះចូលរួមនិងណាខ្លះបដិសេធពិតទេជំនួសអង្គការសហប្រជាជាតិតោះប្រិយមិត្តស្ដាប់មួយអូខេតោះទៅស្ដាប់ទាំងអស់គ្នាក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំហៅថារបបថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោកឬជាការប្រកួតប្រជែងជាមួយអង្គការសហប្រជាជាតិនេះជាសំណួរមួយនៅថ្ងៃប្រហាក់ប្រហែលនេះសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងរៀបចំពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពផ្លូវការនៅក្រៅកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវប្រទេសស្វីសគំនិតនេះត្រូវបានលោកត្រាំលើកឡើងថាជាដំណាក់កាលទី2នៃផែនការសន្តិភាព20ចំណុចរបស់រដ្ឋបាលលោកដើម្បីគ្រប់គ្រងការស្ដារឡើងវិញនៅតំបន់កាសាប៉ុន្តែខ្លឹមសារនៃធម្មនុញ្ញថ្មីនេះកំពុងរងការរិះគន់និងការព្រួយបារម្ភពីសហគមន៍អន្តរជាតិដោយសារវាមានមហិច្ឆតាលើសពីការដោះស្រាយជម្លោះនៅតំបន់នោះរចនាសម្ព័ន្ធនិងសមាជិកភាពយោងតាមធម្មនុញ្ញកម្រាស់21ទំព័រពណ៌ដែលលេចធ្លាយក្រុមប្រឹក្សាពពសនេះមានរចនាសម្ព័ន្ធអភិបាលកិច្ច3ជាន់ដែលមានលោកត្រាំជាប្រធានដែលមានសិទ្ធិអំណាចដាច់ខាតវេតូគ្មានប្រទេសវេតូដោយ UN មុនទៀតទេគឺតែត្រាំតែម្នាក់ឯងសិទ្ធិសម្រេចនានាស្ថិតនៅក្នុងក្រញាញ់ដៃត្រាំលើការសម្រេចចិត្តថ្នាក់ដឹកនាំកម្ពុជារួមមានបុគ្គលសំខាន់ដូចជាលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Marco រដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Jason ជាកសនកូនប្រសាររបស់ត្រាំនេះសុទ្ធតែខ្សែមួងសមាជិកភាពអចិន្ត្រៃយ៍វិញលក្ខខណ្ឌគួរឲ្យភ្ញាក់ផ្អើលបំផុតប្រទេសណាចង់ទទួលអាសនៈអចិន្ត្រៃយ៍ត្រូវបង់ប្រាក់ចូលរួមនីតិ$1000 លានក្នុងឆ្នាំដំបូងបើមិនដូច្នោះទេសមាជិកភាពមានអាណត្តិតែ3ឆ្នាំប៉ុណ្ណោះបានដែរឬទេប្រិយមិត្តបញ្ជីប្រទេសចូលរួមនិងស្តាក់ស្ទើររហូតមកដល់ពេលនេះមានមេដឹកនាំជាង50ប្រទេសត្រូវបានអញ្ជើញប្រទេសដែលបញ្ជាក់ការចូលរួមមានអ៊ីស្រាអែលក្រោមការដឹកនាំលោកនេតាន់យ៉ាហ៊ូអេស៊ីបអារ៉ាប់សាអូឌីតហុងគ្រីវៀតណាមម៉ាឡេស៊ីនិងបេឡារុសប្រទេសទាំងនេះចូលរួមសេសពទៅនឹងការអញ្ជើញរបស់ត្រាំប្រទេសដែលបដិសេធវិញមានបារាំងដាណឺម៉ាកណ័រវេសនិងស៊ុយអែតពួកគេប្រកាសមិនចូលរួមដោយសារព្រួយបារម្ភពីការចុះខ្សោយនៃតួនាទី UN ពួកគេជាប្រទេសប្រជាធិបតេយ្យដែលគាំទ្រ UN ប្រទេសដែលកំពុងពិចារណារួមមានថៃឥណ្ឌាចិនរុស្ស៊ីនិងបណ្ដាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀតកម្ពុជារបស់យើងក៏កំពុងពិចារណាផងដែរដូច្នេះសួរប្រិយមិត្តទាំងអស់គ្នាកម្ពុជាគួរចូលឬមិនគួរបើចូលទៅបានការពារប្រទេសរឹងមាំនេះក្នុងគាំទ្រ 100% តែម្ដងប៉ុន្តែបើចូលហើយខាតបង់លុយត្រាំលាលែងពីតំណែង
ឬត្រូវគេធ្វើរឿងងងឹតអញ្ចឹងទៅណាប្រិយមិត្តខ្ញុំអត់ហ៊ាននិយាយចំទេយល់ហើយយ៉ាងម៉េចយ៉ាងម៉ាក់ខ្ញុំអត់ដឹងដែររុស្ស៊ីចិនវៀតណាមគេទៅប្រូចបាត់ហើយកម្ពុជាកំពុងពិចារណាតោះប្រិយមិត្តឲ្យយោបល់ម្នាក់មកពិភាក្សាទាំងអស់គ្នាជួយកម្ពុជារបស់យើងទាំងអស់គ្នាថាគួរឬមិនគួរ1000លានច្រើនណាស់លុយនេះច្រើនណាស់ការប្រកួតប្រជែងជាមួយ UN ចំណុចដ៏ចម្រុះចម្រាក់បំផុតគឺលោកត្រាំបានថ្លែងដោយត្រង់ថា UN មិនដែលជួយអ្វីដល់ខ្ញុំឡើយតែងតែលើពាក្យរិះគន់ចំចំពោះ UN អ្នកសង្កេតការណ៍អន្តរជាតិយល់ឃើញថាបផសអាចคล้ายជាអង្គការស្របគ្នាដែលនឹងបង្ហូរធនធាននិងឥទ្ធិពលចេញពី UN លោកអន្តរសាស្ត្រាចារ្យផ្នែកសិក្សាសន្តិសុខនៅ King's College ដកសម្គាល់ថាអ្នកមិនចាំបាច់លុបបំបាត់ UN ទេប៉ុន្តែអ្នកអាចបង្ហូរលុយនិងការចាប់អារម្មណ៍ទៅកាន់ស្ថាប័នថ្មីដែលគ្រប់គ្រងដោយមហាអំណាចផ្ដាច់មុខគាត់យល់អញ្ចឹងត្រាំអាមេរិកបង្កើតនេះដើម្បីផ្ដាច់ការវេតូស្ថិតនៅក្នុងដៃត្រាំរឿងនេះឃ្លុំកំពុងសង្ស័យថាកើតឬមិនកើតបេសកកម្មនៅតំបន់កាសាធម្មនុញ្ញមិនបានបញ្ជាក់ចំឈ្មោះកាសាប៉ុន្តែប្រតិបត្តិការជាក់ស្ដែងនឹងត្រូវដឹកនាំដោយឧត្តមសេនីយ៍អាមេរិកជាមេបញ្ជាការកម្លាំងស្ថិរភាពអន្តរជាតិដើម្បីធានាការរំសាយអាវុធជាអចិន្ត្រៃយ៍និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញខ្ទេចតែម្ដងកាសានោះសេចក្តីសន្និដ្ឋានការបង្កើតក្រុមប្រឹក្សាសន្តិភាពថ្មីគឺជាការសាក់លបងបញ្ចេញថ្មីមួយនៃនយោបាយត្រែងរបស់លោកត្រាំវាមិនត្រឹមតែជាយន្តការដោះស្រាយសង្គ្រាមកាសាប៉ុណ្ណោះទេប៉ុន្តែជាការបង្កើតក្លឹបមហាអំណាចថ្មីមួយដែលអាចផ្លាស់ប្ដូរមុខមាត់ការទូតពិភពលោកក្នុងសតវត្សទី21ទាំងស្រុងគេបង្កើត UN ដោយសារមហាអំណាចផ្ដាច់មុខ5ប្រទេសបារាំងចិនអាមេរិករុស្ស៊ីមានសិទ្ធិវេតូកើតឡើងកាលពី1945ក្រោយសង្គ្រាមលោកទី2ឥឡូវត្រាំចង់បង្កើតថ្មីដោយអាមេរិកផ្ដាច់មុខត្រាំចូលចិត្តធ្វើរឿងដែលគេគិតថាមិនអាចទៅរួចឲ្យធ្វើសិនចាំមើលជាក់ស្ដែងកើតឬមិនកើតមាន UN មានបផសទៀតទៅក៏មួយយ៉ាងដែរកុំឲ្យបោះបង់ UN ចោលណាបើអាចដោះស្រាយបញ្ហាបានធ្វើទៅមានអីល្អប៉ុន្តែដោះស្រាយមិនបានខាតបង់លុយអត់ប្រយោជន៍គិតទាំងអស់គ្នាពិចារណាទាំងអស់គ្នាថៃកំពុងពិចារណាវៀតណាមចូលរួមហើយកម្ពុជាកំពុងពិចារណាតោះប្រិយមិត្តឲ្យយោបល់ម្នាក់មកពិភាក្សាជួយកម្ពុជាថាគួរឬមិនគួរ1000លានច្រើនណាស់